សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីវិធីពណ៌ទៅលើ cell ក្នុងលក្ខខណ្ឌដែល cell នោះអត់មានទិន្នន័យឧទាហរណ៍ថាប្រសិនបើ cell នៅខាងនេះអត់មានតួលេខទេនោះ cell នឹងបង្ហាញចេញជាពណ៌ទៅតាមពណ៌អ្វីដែលយើងចង់បានឧទាហរណ៍ពណ៌ក្រហមពណ៌លឿងពណ៌ខៀវពណ៌បៃតងជាដើមអញ្ចឹងកុំឲ្យខាតពេលខ្ញុំនឹងបង្ហាញតែម្ដងដើម្បីធ្វើដូច្នេះបានគឺទី1គឺយើងត្រូវ select ទិន្នន័យនេះទាំងអស់បន្ទាប់មកចូលពាក្យថា conditional formatting ចូលពាក្យថា new rule នៅពេលដែលយើងចុច new rule មកគឺនឹងមានផ្ទាំងបែបនេះបន្ទាប់មកនៅត្រង់កន្លែងត្រីនេះគឺយើងយកកន្លែងត្រីចុងក្រោយគេហើយមកដល់ត្រង់ពាក្យផ្ទាំងកន្លែងនេះគេដាក់ format value where this formula is true អញ្ចឹងនៅត្រង់នេះខ្ញុំនឹងប្រើរូបមន្តមួយគឺរូបមន្ត is blank បន្ទាប់មកខ្ញុំនឹង select យក cell នេះប៉ុន្តែខ្ញុំនឹងដោះនៅត្រង់កន្លែងដុល្លារនេះនៅកន្លែង G ហើយនិងកន្លែង number 4អញ្ចឹងយើងចុច F4 រហូតដល់បាត់តួលេខទាំងអស់នេះតួលេខលុយដុល្លារនេះបន្ទាប់មកយើងបិទវិញចង់បញ្ជាក់ដែរពាក្យថា is blank នេះគឺជាលក្ខខណ្ឌមួយដែលបញ្ជាក់ថាប្រសិនបើនៅក្នុង cell ដែលយើងបានកំណត់នេះ cell ណាមួយដែលយើងបាន select ទាំងអស់នេះ cell មួយណាក៏ដោយឲ្យតែទំនេរអត់មានតួលេខនោះយើងនឹងកំណត់លក្ខខណ្ឌរបស់វាឲ្យចេញទៅជាអ្វីដែលយើងចង់បានអញ្ចឹងដល់មកនៅពេលដែលយើងកំណត់ចឹងបានហើយយើងមកចុចនៅត្រង់កន្លែង format នេះនៅពេលដែលយើង select ចូល format គឺនឹងចេញទាំងបែបនេះអញ្ចឹងយើងអាចកំណត់បានកន្លែង border និង fill កន្លែង fill នេះគឺយើងអាចកំណត់ចាក់ពណ៌ទៅលើ cell បានហើយអញ្ចឹងខ្ញុំយកពណ៌នេះដើម្បីឲ្យងាយស្រួលមើលហើយប្រសិនបើលោកអ្នកចង់ដាក់ឲ្យស៊ុំជុំវិញនេះចេញពណ៌អ្វីមួយក៏អាចធ្វើឲ្យក្រាស់ជាងហ្នឹងក៏បានដែរប៉ុន្តែខ្ញុំមិនធ្វើទេគឺខ្ញុំចាក់ត្រឹមតែពណ៌នេះបានហើយនៅពេលយើងចុច OK បន្ទាប់មកយើងចូល OK ម្ដងទៀតអញ្ចឹងយើងធ្វើ test ទាំងអស់គ្នាថាតើអ្វីដែលយើងបានកំណត់នេះត្រូវបានដែរឬទេនៅត្រង់នេះគឺអត់ទាន់ចេញទេគឺដោយសារតែខ្ញុំអត់បានដាក់នៅត្រង់នេះគឺដាក់សញ្ញាស្មើអញ្ចឹងខ្ញុំចូលមកដល់នេះត្រង់នេះវិញគឺដាក់សញ្ញាស្មើបែបនេះហើយយើងចុច OK ម្ដងទៀតបន្ទាប់មកយើងចូល apply ចុច OK នោះនឹងចេញហើយរូបមន្តរបស់យើងបានកំណត់បានជោគជ័យហើយវីដេអូខ្ញុំគឺមានតែប៉ុណ្នេះសូមអរគុណសូមជម្រាបលា